សូមបញ្ជាក់សេចក្តីថាក៏អង្គកឋិនទាននេះមិនមែនសំដៅទៅលើត្រៃធំត្រៃតូចណាមិនមានទេក្នុងវិន័យប្រកឋិននោះលោកសំដែងថាឲ្យតែសម្ពុតណាដែលមកនៅក្នុងរង្វង់នេះកឋិនទាំងអស់ហើយមិនមែនត្រៃតូចត្រៃធំអីទេពីពុទ្ធសម័យបរិស័ទដែលគេធ្វើកឋិនមិនមែនមកជាចៃវរជាស្បង់អញ្ចឹងទេមកជាសម្ពុតសតសាធម្មតាមានសម្ពុតទាំងផាប់ទាំងកៃទាំងត្បូងទាំងដុំគេលើកដែលមានសទ្ធាឆ្លាគេយកមកដាក់កោជាកំណោហើយគេវេប្រគេនចំពោះព្រះសង្ឃតែគេវេជាសម្ពុតទេថាអ៊ីម៉ាំងទុសង្ឃម្ល៉េះហើយសម្ពុតមកកំណោនោះគឺអង្គកឋិនហើយមិនមែនសំដៅទៅលើសម្ពុតអ្នកណាទេប៉ុន្តែញោមញាតិធ្លាប់ពីបុរាណមកគេរៀបចំថាមានអង្គធំមានអង្គតូចឲ្យទៅក៏យល់ទៅបែបហ្នឹងទៅថាត្រៃអង្គធំគឺអង្គកឋិនអង្គតូចនេះគឺត្រៃសម្រាប់ឧបសម្បទាសម្រាប់លោកគ្រូសូត្រនឹងសូត្រប្រគល់សូត្រញត្តិសម្ពុតកឋិនប្រគេនដល់ភិក្ខុដែលលោកក្រាក្រក៏ជាប់ចាត់ថាអញ្ចឹងថាមានអង្គធំអង្គតូចយ៉ាងអីតែក្នុងវិន័យកឋិនអត់មានទេទោះបីស្បង់មួយក៏កឋិនដែរងាយស្រួលបំផុតបងអាស្រ័យនេះត្រៃចីវរដែលនៅក្នុងបរិវេណនេះគឺជាអង្គកឋិនទាំងអស់គ្នាអត់មានសំដៅទៅលើណាមួយទេណាសូមជម្រាបញោមញាតិពុទ្ធបរិស័ទសូមឲ្យយល់ជ្រាបដើម្បីឲ្យអស់ការប្រកាន់បើតែមានការប្រកាន់ទៅឯងមិនបានយកត្រៃឯងទៅដាក់ជាអង្គកឋិនជាស្អីគេវានឹងស្រាំងថ្នាក់ចាត់បើឡូវអត់ទេណាមួយក៏អង្គកឋិនដែរយើងវេប្រគេនជំនុំសង្ឃទាំងអស់ទៅសំណុំសង្ឃលោកជ្រើសរើសពោថាត្រៃណាមួយដែលគួរសមស្របទៅតាមវិន័យដែលអាចយកមកក្រាលកឋិនបានហ្នឹងលោកក៏សម្រេចយកត្រៃចីវរហ្នឹងទៅតែញោមញាតិដែលនាំមកហើយលោកមិនបានក្រាលក្រមក៏ជាកឋិនដែរកឋិនរបស់ញោមមានលក្ខណៈ3ដែលត្រូវចេះដឹងទី1ត្រូវមានចីវរទី2ប្រព្រឹត្តឲ្យតាមកាលរបស់កឋិន29ថ្ងៃនោះទី3តាំងចិត្តវេប្រគេនចំពោះព្រះសង្ឃដល់បានទេណាញោមណាយល់អញ្ចឹងព្រះសង្ឃគឺវងនៃភិក្ខុដែលនៅក្នុងវត្តរាជបូរមានប្រមាណគឺវងរបស់សង្ឃកឋិនរបស់ញោមនេះបងមិនបំណងយកមកវេប្រគេនសម្ដេចព្រះព្រហ្មរតនៈទេណាសូមបញ្ជាក់ចាតាតាំងចិត្តយ៉ាងខូចឲ្យអស់កឋិនណាដល់បានទេញោមណាក្រញោមណាមួយជ្រះថ្លានឹងសម្ដេចព្រះព្រហ្មរតនៈទៅហើយវេប្រគេនសម្ដេចព្រះព្រហ្មខូចឲ្យកឋិនហ្នឹងអត់បានអានិសង្ឃជាកឋិនទេនេះសូមបញ្ជាក់5យ៉ាងអញ្ចឹងឲ្យលោកអាចារ្យចាត់ចែង